នេះជារបៀបការ calibration អាមអញ្ចឹងយើងត្រូវតែមាន ASCII មួយមកដើម្បីចូលទៅក្នុង admin system របស់វាហើយយើងចុច F4 ដើម្បីចូលនៅក្នុង system ASCII នេះអញ្ចឹងយើងធ្វើការ calibration អាមបានយើងคลิกទៅលើ robotic នេះហើយយើងយកពាក្យថា start ទៅមកយកពាក្យថា yes អញ្ចឹងចាំបន្តិចវាកំពុងតែដំណើរការទៅលើអាមលើអាមវាកំពុងតែដំណើរការអូខេឥឡូវមកដល់ចំណុចហ្នឹងហើយជា step 2អញ្ចឹង step 2នេះគឺមាន arm shocking នេះបង្ហាញអំពី degree ដែលយើងត្រូវឲ្យនេះឲ្យ arm ហ្នឹងវា rotate ទៅវា movement ទៅកន្លែងទីតាំង sensor ដែលយើងត្រូវដាក់ពេជ្រឬក៏យើងត្រូវទម្លាក់ពេជ្រ flow របស់ពេជ្រត្រូវទម្លាក់មកកន្លែង arm ហ្នឹងអញ្ចឹងយើងដាក់2មកដើម្បីឲ្យវា degree វាលឿនតិចហើយពេលចុចចឹងហើយយើងចុចទៅលើ F3 ដើម្បីវាចេញ0ហ្នឹងហើយតមកយើងចុចទៅលើនេះកន្លែងចំណុចហ្នឹងក៏ដាច់ទៅលើហ្នឹងមកហើយយើងចុចនេះខ្ញុំចុចទៅណាហើយយើងមើលកន្លែងហ្នឹងហើយនឹងធ្វើមិនឲ្យត្រូវ flow ដើម្បីនេះឲ្យពេជ្រនេះធ្លាក់មកត្រូវទីតាំងនឹងគាត់ថាប៉ុណ្ណឹងមិនដែរប៉ុណ្ណឹងអូខេហ្នឹងហើយយកបានអញ្ចឹងយើងមើលតាមសំរុំណាតាមនឹងមកថាបើករណីថាវាមើលទៅវាទៅរៀងខ្វះខាតទីទួចយើងសេរីឡើងមកដាក់ត្រឹម 1.5 មក 1.5 មកចុច F3 ហើយយើងថយតិចមកយើងដាក់កម្រិតវាតែងាកមកតិចអូខេប៉ុណ្ណឹងគាត់ថាប៉ុណ្ណឹងបានប៉ុណ្ណឹងបានហើយយើង enter លើ key មក enter អូយគៀងទៀតហើយពេជ្រគេថាទៅពេជ្រគៀងឡើងនេះអញ្ចឹងចាំបន្តិចហ្នឹងឥឡូវធ្លាក់ពេជ្រចូលយើង enter ទៅវាធ្លាក់ពេជ្រចូលហើយទៅមកអាមវានៅ movement បន្តិចឥឡូវយើង step បន្ទាប់យើងចូលដល់ step 3យើងដាក់4មកដើម្បីឲ្យ degree វាវែងតិចអញ្ចឹងយើងចុច F3 នេះយើងត្រូវយកអានេះខាងនេះដើម្បីចូលនឹង port កន្លែងដាក់ reject port check នេះជា port អូខេអញ្ចឹងយើងត្រូវតែ move មកវាទីមកយើងចុចលើមកចាំឥឡូវយើងបង្ហាញប៉ុណ្ណឹងហ្នឹងហើយវាវិលមកហើយយើងទៅលើនេះឥឡូវយើងសង្កេតមើលឡើងអ្នកនរគ្នាចាំឥឡូវនេះតិចមកហ្នឹងហើយធ្វើម៉េចឲ្យវាកន្លែងនេះឲ្យវាទីតាំងឲ្យធ្លាក់ពេជ្របានស្រួលគីឡូយើង calibration ខុសវាធ្លាក់ខុសដែរហ្នឹងហើយដល់ប៉ុណ្ណឹងមកគាត់ថាប៉ុណ្ណឹងអាចសមអត់ប៉ុណ្ណឹងអាចលើសនេះដល់កាន់តែលើសបែបនេះយើងខាត់មកតិចមកវិញមកដល់ប៉ុណ្ណឹងហើយយើងចុច F3 ហើយយើង enter អូខេ enter វាចូល F ចូល step ទី4ណាអញ្ចឹងយើងបន្ទាប់ទៀតមកយើងចុចឡើងទៀតមកណាដើម្បីឲ្យក្រវិលនេះមកកន្លែងពេជ្រអូខេចុចទីមកហ្នឹងហើយអូខេប៉ុណ្ណឹងអាចបានទេប៉ុណ្ណឹងមើលរៀងល្អៀងយើងតម្លាក់តម្លៃលេខនេះតិចមកដាក់ត្រឹម1បានហើយ1ហើយចុច F3 ហើយយកដាក់ខាត់លេខនេះមកតិចមកណាខាត់លេខមកតិចអូខេគាត់ថាប៉ុណ្ណឹងអាចចំពាក់កណ្ដាលល្អហើយអញ្ចឹងយើង enter មកណា enter វាមកវាចូល step 5ជា step បញ្ចប់ហើយឥឡូវវាមកត្រង់ហើយអញ្ចឹងយើងធ្វើមិនសេរីធ្វើមិនឲ្យពេជ្រដែលធ្លាក់មិនហ្នឹងគឺចូលមកដល់កន្លែងនេះលើ spindle នេះលើ rotary motor នេះឲ្យវាតាមលេខហ្នឹងដើម្បីឲ្យអាមវារុញទៅឬក៏វាចាប់ពេជ្រតម្លាក់ឡើងហ្នឹងចំទីតាំង center ល្អអញ្ចឹងយើងចុចនេះមកណាមកលើក្រោមនេះចុចលេខនេះមកចុចទៅដំបូងចុច F3 សិនដើម្បីវាអាចចូលចុះ pin ទៅលើដំណើរការរបស់ ASIC ហ្នឹងឥឡូវចុចមកថានេះមើលកន្លែងហ្នឹងក្នុងមិនទៅឡើងមកហើយទៅមិនដែរអូខេគឺថាប៉ុណ្ណឹងបានអញ្ចឹងយើងចាប់ផ្ដើមធ្វើ enter លើដៃមកបាទអញ្ចឹងវាចាប់ផ្ដើមដាក់ពេជ្រទៅបាទអូខេវាចាប់ផ្ដើមឆ្លាស់ពីបន្តិចអូខេតាមចាប់ set point ហ្នឹងហើយឥឡូវវាមកហើយឥឡូវយើងធ្វើ calibration បានទៅជោគជ័យហើយអញ្ចឹងដល់មកយើងគ្រាន់តែចុចទៅ press OK ដើម្បី calibration apply ហើយ OK ទៅណាហ្នឹងហើយប៉ុណ្ណឹងទេវីដេអូនេះអរគុណច្រើនបាយបាយ